បាទសូមគោរពជំរាបសួរអ្នកនិយមសិក្សាភាសាអង់គ្លេសបាទនៅក្នុងវីដេអូនេះខ្ញុំចែករំលែកជូននៅឃ្លាមួយដែលនិយាយថាធ្វើការច្រើនតែគ្មានប្រយោជន៍អ្វីសោះបាទគឺពាក្យឃ្លាហ្នឹងគឺយើងនិយាយថា chase blah blah tail បាទអញ្ចឹងគឺនេះជាឃ្លាដែលយើងនឹងពិភាក្សាហើយនឹងនិយាយរៀនអំពីវាហើយនឹងអនុវត្តវាក្នុងការនិយាយតែម្ដងបាទប៉ុន្តែមុននឹងចូលដល់ការពិភាក្សានេះខ្ញុំចង់ឲ្យបងប្អូនអ្នករៀនស្ដាប់នៅវីដេអូដែលគេនិយាយអំពី chase the tail having to chase your tail to continue to grow បាទបុរាណហ្នឹងគាត់និយាយថាម៉េច having chases your tail to continue to grow បាទធ្វើការច្រើនតែគ្មានប្រយោជន៍អ្វីសោះបាទមកជឿខ្ញុំយកព្រួយហ្នឹងហើយគឺអត្ថន័យរបស់វាបាទស្មើនឹងពាក្យថាម៉េចធ្វើការច្រើនតែអ្នកមិនរីកចម្រើនទេបាទ continue to grow អូខេ to continue to grow អញ្ចឹងគឺអ្នកអត់មានប្រយោជន៍អីទេបាទអូខេអញ្ចឹងបងប្អូនចូលទៅស្ដាប់វីដេអូដែលគេនិយាយយឺតបាទ having to chase your tail to continue to grow because otherwise you can chase your tail on its own. Kind of chase your tail that way បាទអញ្ចឹងនេះគឺជានិយមន័យនៃ chase the tail បាទ the meaning of chase the tail បាទអញ្ចឹងវាមានន័យស្មើនឹងពាក្យដូចដេចនៅពេលដែលយើងនិយាយអូខេនេះនិយមន័យឬក៏ពាក្យដែលមានអត្ថន័យស្មើ you spend a lot of time but it didn't get benefits អូខេអ្នកចំណាយពេលច្រើនជាមួយនឹងការធ្វើការងាររបស់អ្នកប៉ុន្តែវាមិនទទួលបានប្រយោជន៍អ្វីសោះបាទអញ្ចឹងដោយសារអីយើងធ្វើការច្រើនហើយតែវាគ្មានបានប្រយោជន៍គឺយើងប្រើពាក្យថា chase the tail បាទអូខេអញ្ចឹងស្មើនឹងពាក្យ you spend a lot of time but it didn't get the benefits អូខេអញ្ចឹងបងប្អូនដែលចង់និយាយយើងមិនចង់និយាយបែបនេះយើងចង់និយាយបែបខាងដើមដែលជាពាក្យ detail ក៏បានបាទជាមួយនឹង chase detail គឺស្មើនឹងពាក្យថាគ្មានប្រយោជន៍អូខេអញ្ចឹងសម្រាប់បងប្អូនដែលបានតាមដានហើយនឹងមើលវីដេអូនេះហើយជួយ subscribe បាទកុំភ្លេចជួយ subscribe channel ម្នាក់មួយដើម្បីយើងទទួលបាននៅវីដេអូដែលបានចែករំលែកបន្តទៀតបាទអូខេនេះ channel The English Talk